ថ្ងៃនេះមកដល់ស្រុកកំណើតរបស់ខ្ញុំហើយបាទក៏រៀបចំធ្វើបាយសម្លបាទញ៉ាំបាយថ្ងៃត្រង់បាទជួបជុំបងប្អូនកូនក្មួយបាទបងប្អូនអើយមួយក្រែធំបាទសប្បាយណាបងប្អូននេះបងទី2របស់ខ្ញុំបាទនេះបងប្អូនពៅបាទបងប្អូនញ៉ាំបាយថ្ងៃត្រង់ជួបជុំគ្នាបាទបងប្អូនបាទគោរពជំរាបសួរទៅកាន់ឪពុកក្មេកនិងគោរពជំរាបសួរទៅកាន់ម៉ែក្មេកនិងគោរពជំរាបសួរទៅកាន់ឪពុកបង្កើតនិងគោរពជំរាបសួរទៅកាន់ម៉ែបង្កើតជាទីគោរពទាំងអស់គ្នាដូចតទៅបាទថ្ងៃនេះមកជួបមុខម្ហូបថ្មីពិសេសរបស់ខ្ញុំទៀតហើយគឺមុខម្ហូបបែបស្រុកស្រែទេបាទបងប្អូនគឺសម្លការីបាទសម្លការីសាច់មាន់គ្រឿងផ្សំរបស់ខ្ញុំមានដូចជាបាទមាន់ចំនួន2គីឡូបាទមាន់គោកបាទបងប្អូនសម្លការីតើដាក់មាន់គោកបានវាឆ្ងាញ់បាទមានដូចជាបន្លែទ្រាប់បាទទ្រាប់វែងទ្រាប់ខ្លីទៅដំឡូងអញ្ចឹងទៅស្បែកជ្រូកទៅសរសៃគួរអញ្ចឹងទៅបាទមានប្រហុកមានគ្រឿងទេសទៅមានគ្រឿងការីអញ្ចឹងទៅបាទឥឡូវបងប្អូនមកមើលទេសភាពបាទនេះបងប្អូនរបស់ខ្ញុំបាទបងប្អូនថ្លៃវាឈឺបាទបងប្អូនឥឡូវមកបងប្អូនមកទស្សនាសកម្មភាពរបស់បងប្អូនរបស់ខ្ញុំបាទកំពុងតែកាប់សាច់ហាន់គ្រឿងបាទចិតបន្លែបាទនេះបាទបងប្អូនបន្ទាប់ពីយើងហាន់បន្លែឆ្លៀតពេលនោះដែរគឺបាទបងស្រីរបស់ខ្ញុំគាត់ចាប់ផ្ដើមបកាត់ភ្លើងបាទបកាត់ភ្លើងដើម្បីយកឆ្នាំងមកដាក់ដើម្បីយើងកូរគ្រឿងបាទបងប្អូនអើយទេសភាពនៅតាមស្រុកស្រែចំការបាទនេះគឺផ្ទះរបស់លោកឪពុករបស់ខ្ញុំបាទនេះបាទផ្ទះបងថ្លៃបាទនិយាយទៅផ្ទះចិត្តគ្នាល្អបងប្អូននេះគ្រឿងផ្សំដូចខ្ញុំនិយាយអញ្ចឹងឥឡូវបន្លែហាន់រួចហើយបាទមានទ្រាប់មានកទឹមបារាំងអញ្ចឹងទៅបាទគ្រឿងបុកប្រហុកបាទលឹកក្រូចសើចទឹកដូងខ្ទះដូងអញ្ចឹងទៅស្បែកជ្រូកអញ្ចឹងទៅបាទមានដូចជាបាទដំឡូងបារាំងបាទនេះគ្រឿងបាទមកសណ្ដែកគួរអញ្ចឹងទៅបាទមួយមុខបន្តិចបាទបងប្អូននិយាយទៅមកឆ្នាំងដាក់អត់អស់ទេបាទបងប្អូនសាច់មាន់ចំនួន1កញ្ឆេងបាទ2គីឡូបាទមាន់គោកបាទបងប្អូននេះចាយរបស់ខ្ញុំគាត់ចាប់ផ្ដើមផ្សំគ្រឿងបន្ថែមទៀតគឺខ្ទឹមនិងម្ដេងបាទខ្វះម្ដេងថែមដល់ដាក់ថែមទៀតបាទបងប្អូនសម្លការីតោះតែគ្រឿងឲ្យដល់បាទតោះគ្រឿងឲ្យដល់ទើបឆ្ងាញ់បាទនេះគាត់ចាប់ផ្ដើមបុកគ្រឿងបុកយកហើយបាទបងប្អូនបន្ទាប់ពីគ្រឿងយើងបានបុកផ្សំរួចហើយនេះបងប្អូនពៅរបស់ខ្ញុំបាទចាប់ផ្ដើមបាទរត់ដងពុកម៉ែបងប្អូនធ្លាប់តែឃើញមេធីមរបស់ខ្ញុំគាត់ធ្វើម្ហូបបាទថ្ងៃនេះមកជួបបងប្អូនពៅរបស់ខ្ញុំគាត់ធ្វើម្ហូបវិញបាទគាត់ចាប់ផ្ដើមកូរគ្រឿងហើយកូរគ្រឿងហ្នឹងគឺយើងកូរឲ្យឡើងមកទើបវាក្រហមបាទបន្ទាប់ពីគ្រឿងយើងកូរបានគ្រប់សពហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងបុកបន្ថែមទៀតបាទគ្រឿងគល់ក្រៃម្ដេងខ្ទឹមរបស់យើងនេះយើងដាក់កូរថែមទៀតទៅបាទកូរត្រឡប់ឲ្យទាស់តែឈ្ងុយបាទបងប្អូនអើយនិយាយថាផ្អើលអ្នកចិត្តខាងទៀតហើយថ្ងៃនេះបាទបងប្អូនគាត់តែចាក់ចូលទៅក្លិនភៀយបាទបងប្អូនស្រឡឹងឃើញនំបញ្ចុកតិចហើយបាទបងប្អូនបើមាននំបញ្ចុកទៀតរត់អែមបាទអែមមែនតែនហើយនេះបាទឥឡូវយើងចាប់ផ្ដើមចាក់ខ្ទះដូងអត់ចាក់មេនតិចទៅបាទចាក់ខ្ទះដូងកូរមួយគ្រឿងយើងឲ្យក្លិនឈ្ងុយទៀតទៅបាទបងប្អូនអើយថ្ងៃនេះដៃចុងភៅច្រើនណាបាទមានបងធំបងតូចបាទបងស្រីមិនមែនបងធំកាប់គ្នាទេបាទបងប្អូនធ្វើម្ហូបបាទដណ្ដើមគ្នាបាទបងប្អូននេះដាក់ស្ករបច្ចេកអញ្ចឹងទៅបាទដណ្ដើមនេះដាក់ស្ករដាក់បច្ចេកបើរ៉ូឌីអញ្ចឹងទៅបាទចំណែកខ្ញុំដៃជាងកាន់កាមេរ៉ាដៃជាងគឺថាកូរបាទកូរកុំឲ្យវាខ្លោចបាទឥឡូវនេះគាត់ចាប់ផ្ដើមដាក់ស្ករពាងបន្តិចបាទបន្ទាប់ពីដាក់ស្ករពាងហើយបាទបងស្រីទី4បាទទី3បាទទី4អញ្ចឹងបាទទី4បាទខ្ញុំច្រឡំខ្ញុំភ្លេចហើយបាទបានដាក់សាច់មាន់យើងចូលទៅដើម្បីកូរជាមួយនឹងគ្រឿងវាទៅមកងាស់បាទបងប្អូនដឹងហើយមាន់គោកយើងមកងាស់ឲ្យផុយទើបដាក់បន្លែចូលបន្លែនេះគឺបន្លែដំឡូងបាទដំឡូងគឺយើងបន្លាក់ជាមួយស្ករពាងតិចដែរដើម្បីឲ្យវាកាន់តែមានរសជាតិបាទដើម្បីឲ្យកាន់តែមានរសជាតិបាទនេះដូចខ្ញុំនិយាយអញ្ចឹងបាទធុំក្លិននំបញ្ចុកតិចហើយបងប្អូននេះទំនងណាស់បងប្អូនអើយបន្ទាប់ពីបន្លែដំឡូងយើងរៀងរលួយហើយចាប់ផ្ដើមដាក់ខ្ទឹមបារាំងបាទខ្ទឹមបារាំងចូលជាមួយនឹងទ្រាប់បាទខ្ទឹមបារាំងនិងទ្រាប់បាទបន្លែដែលឆាប់ផុយគឺយើងដាក់ក្រោយគេបន្ទាប់មកគឺដាក់សណ្ដែកគួរចំនួន1កញ្ឆេងទៀតបាទបងប្អូនដាក់អត់អស់ទេបាទបងប្អូនអើយដូចខ្ញុំនិយាយអញ្ចឹងបាទបងប្អូនមួយឆ្នាំងធំបាទមកមុខបន្តិចបាទបងប្អូនដាក់អត់អស់ទេបន្លែបាទតោះតែវាត្រុតទ្រាំហើយចាំយកមកដាក់ឲ្យបាទនេះគឺស្បែកជ្រូកបាទស្បែកជ្រូកយើងស្ទើរបន្តិចបាទបងប្អូនដល់ឆ្ងាយផ្សារបាទដល់តែឆ្ងាយផ្សារអត់បានទៅទិញថែមទៀតបាទហាងស្ទើរស្បែកជ្រូកបាទឥឡូវឆ្អិនហើយបងប្អូនអើយជះក្លិនព្រាយទៀតហើយសពសាយហើយបាទបងប្អូន
นมจกគេដាក់មកបដាបងប្អូននេះឥឡូវខ្ញុំចាប់បើកឆាកមុនគេគឺខ្ញុំចាប់ដើមបាទដាក់មួយម៉ាត់មើលបាទបងប្អូនអើយឆ្ងាញ់ណាស់បាទពួកខ្ញុំអត់ហូបមួយនំចុកទេគឺខ្ញុំញ៉ាំមួយបាយបាទថ្ងៃត្រង់ដោយក្បាលវីដេអូបានប្រាប់បងប្អូនពុកម៉ែបងប្អូនអញ្ចឹងបាទបងប្អូនឆ្ងាញ់ណាស់បាទស្លូករីឆ្ងាញ់ហើយក៏ឆ្លៀតដាក់បាទផ្លូវមន់ចំនួនមួយផ្លូវទៀតបាទឆ្ងាញ់ណាស់ជាតិដល់ថ្ងៃនេះបាទមានន័យណាស់បងប្អូនអើយជួបជុំបងប្អូនដែរបាទដូចខ្ញុំនិយាយអញ្ចឹងបាទជួបជុំបងប្អូនកូនក្មួយបាទមួយក្រែធំបាទមួយក្រែធំក្រែ2ក្រែ3ដាក់អត់ទេបាទមកគ្រួសាររបស់ខ្ញុំបាទមានចៅមានក្មួយបាទគេនៅត្រយខាងនោះគឺធឹមទឹកដូងគេបាទគេអត់ញ៉ាំបាយទេបាទបងប្អូនគេប៉ុន្តែដាក់ទឹកដូងមកយូរពីយូរបាទវីដេអូមានប៉ុណ្ណឹងជំរាបលា